ជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកពូនេះខ្មែរនេះគឺជាវីដេអូដែលខ្ញុំបានទៅពោធិ៍សាត់ទៅខាងក្នុងព្រះចឹងខ្ញុំចេញពីកំពង់ឆ្នាំងទៅគឺផ្លូវជាតិលេខ 5 ហ្នឹងគឺជិះគឺដល់រនាំងបាំងផ្លូវតែម្ដងដោយសារមុនដល់រនាំងហ្នឹងគឺអត់មានដាក់ផ្លូវវាងទេដល់អញ្ចឹងទៅពួកខ្ញុំកាន់តែជិះមកចឹងទៅអ្វីដែលសំខាន់ហ្នឹងគឺបកថយវិញវាឆ្ងាយដែរប្រហែលជាខ្ទង់2គីឡូ3គីឡូដែរចឹងណាតែបើសិនទៅ1គីឡូពួកខ្ញុំអាចនឹងមើលទៅឃើញឧបសគ្គនៅខាងមុខនឹងហើយបន្ទាប់ពីគិតអស់រយៈពេល3ទៅ4ម៉ោងពួកខ្ញុំខុសសម្រេចចិត្តថាបកទៅក្រោយវិញចឹងទៅហើយមានគ្នាខ្ញុំនៅតាមក្រោយទៀតក៏គាត់អត់ដឹងដែរមកតាមខ្ញុំចឹងណាធម្មតាតែយើងឃើញផ្លូវត្រង់អត់មានដាក់ផ្លាកវិជាចរាចរណ៍ចេះមកចឹងទៅគិតចុះក៏ឡើងទៅតម៉ងទៅកុំនៅចាំយូរពេកខាតពេលវេលាថាយើងទៅដល់ពោធិ៍សាត់ម៉ោង7ត្រឹមអញ្ចឹងទៅពីពោធិ៍សាត់ទៅក្នុងព្រះហ្នឹងខ្ទង់100គីឡូអីចឹងទៀតឥឡូវខ្ញុំបកថយវិញហើយសំខាន់មានតាក់ស៊ីមួយដែលគាត់មិនដែលបើកផ្លូវហ្នឹងមើលទៅគាត់មកតាមនឹងដែរចឹងណាតែជាគាត់អាចច្រឡំព្រោះថាផ្លូវជាតិលេខ 5 នេះគឺមានផ្លូវដែលជិះទៅដល់រនាំងហ្នឹងវា3 4កន្លែងដែរអញ្ចឹងទៅគាត់គិតថាផ្លូវឡើងហ្នឹងទៅត្រង់រហូតមានអីទៅដល់បាំងបាត់នៅឥឡូវខ្ញុំពងបកក្រោយទៅវិញហើយក៏ចាំអ្នកក្រោយដែរគាត់ពងមកបដាហើយតិចច្រឡំថានៅថៃនៅអីបើកឆ្វេងចឹងហ្នឹងមែនទេជិះច្រឡំផ្លូវតោះឥឡូវយើងកាត់ចូលមកដល់សហគមន៍ហើយនេះស្មាតហើយបាទហើយឥឡូវកំពុងតែរៀបចំអីវ៉ាន់ដើម្បីយើងឡើងភ្នំហើយបរិសសង្ហាខាងនេះគឺគាត់រៀបទាំងអាវភ្លៀងទាំងអីស្មាសេតហ្មងនិយាយទៅអញ្ចឹងមុននឹងទៅដល់កន្លែងឡើងភ្នំគឺគេមានឡានសម្រាប់ដឹកយើងទៅដល់កន្លែងហ្នឹងអញ្ចឹងណាហើយដំបងនាំគ្នាថតយកវីដេអូទាំងស្រុងតែម្ដងគឺថាវាថាចាក់វីដេអូមកឲ្យខ្វះចន្លោះកន្លែងណាអញ្ចឹងណាតែដល់ការពិតមែនតែនអញ្ចឹងទៅលែងមានកម្លាំងណាថតកម្លាំងណាអីទៀតទេដោយសារវាហត់ទី1ហើយមួយទៀតវាឧបសគ្គវាច្រើនអញ្ចឹងកន្លែងដែលខ្ញុំថតបានគឺកន្លែងដែលរៀងស្រួលទេដល់កន្លែងពិបាកថតបានតិចមែនតែនដោយសារម្នាក់លែងមានអារម្មណ៍ថតអស់ស្ដាយមែនតើទេសភាពគឺវាស្អាតនៅលើហ្នឹងគឺស្អាតចាំមើលតើទៅដល់ឃើញអ្នកទាំងអស់នេះចាំមើលតើទៅដល់ឃើញអ្នកទាំងអស់នេះឥឡូវខ្ញុំកំពុងដើររុកព្រៃរុកអីរុកព្រៃសៃតិចតួចអានេះជាឧបសគ្គតិចតួចមែនតើនៅមានឧបសគ្គដែលច្រើនទៀតតែមុនទៅដល់ក្នុងព្រះហ្នឹងអូធ្វើដូចឯងសង្ហាលុយណាមើលទៅនេះទៅមុំតមអញ្ចឹងណាហើយចាំមើលទៅដល់កន្លែងវេទនាបានដឹងខ្លួនពូនេះខ្មៅយ៉ាងដែរទៅលយមែនយ៉ាដាក់កាមេរ៉ាចោលឲ្យធ្វើដើរតួអញ្ចឹងតែចង់ប្រាប់ថាកន្លែងនេះហត់តិចដោយសារយើងត្រូវដើរបកមកយកកាមេរ៉ាវិញអញ្ចឹងចង់ឲ្យវីដេអូ perfect ខំថតខំអីថតបានតែកន្លែងស្រួលទេចង់ប្រាប់អញ្ចឹងនេះទៅមកដល់ដូចជា 5% នៃការឡើងភ្នំ 100% អញ្ចឹងហើយនេះគឺជាថ្មទៅកន្លែងហ្នឹងស្រស់ស្អាតដែរមានថ្មដុសស្លែមកទៅស្អាតហើយនេះដែលខ្ញុំនិយាយដឹងថាឧបសគ្គច្រើនអានេះឧបសគ្គតិចទេនៅឧបសគ្គខ្លាំងជាងនឹងតែកន្លែងហ្នឹងគឺអត់បានថតទេគឺឡើងចោតខ្លាំងមែនតើហើយគឺមានថ្មមកផ្ទាំងបាំងមកហើយនេះដល់យើងដល់ស្តង់កាយបែបស្តង់ហ្នឹងគឺមានធ្វើមហូបធ្វើអីចឹងណាហ្នឹងហើយនេះទេសភាពព្រឹកឡើងនៅលើក្នុងព្រះគឺថាស្អាតស្រស់ស្រាយហើយសំខាន់គឺលោកងាយញ័រតែម្ដងអញ្ចឹងថ្ងៃអីខ្ញុំមិនមានបានដាក់អាវភ្លៀងទៅសោះទៅនឹងភ្លៀងទៀតនេះខ្ចីអាវកាយណាអរគុណកាយខ្លាំងមែនតើហើយចូលដល់វីដេអូខ្ញុំសំដែងម្ដងហើយថាសំដែងដើរទៅហើយដើរមកឲ្យមើលទៅវាស្អាតលយសង្ហាអញ្ចឹងយើងស្រូបយកខ្យល់អាកាសបែបធម្មជាតិនៅលើភ្នំក្នុងព្រះអញ្ចឹងណាហើយចៃដល់នេះមានបរិសម្នាក់គាត់មានបានមើលកាមេរ៉ាខ្ញុំទេគាត់ដើរមកបាំងលើហើយគាត់ចាប់អារម្មណ៍គាត់កាន់ GoPro របស់គាត់ដើម្បីថតយករូបភាពដែរចឹងណានេះខ្ញុំដើរមកវិញនេះខ្ញុំដើរមកហើយគាត់នេះគាត់ដើរមកដែរឃើញអត់គាត់មកដល់បាំងខ្ញុំហ្មងហើយគាត់អត់ចាំបានចាប់អារម្មណ៍ទេអានេះខ្ញុំក៏ឈប់សិនហើយខ្ញុំឈរមកសុំចាំដើរទៅទៀតខ្ញុំដើរទៅទៀតគាត់ដើរមកទៀតនេះគាត់ដើរមកទៀតគាត់ដើរមកអញ្ចឹងហើយតែមិនគាត់អត់មានបានតាំងចិត្តថាចង់កឡុកខ្ញុំទេណាតែវាចាយដនមែនតើហើយនេះខ្ញុំពងតែសំដែងជាមួយនឹងមិត្តភក្តិរបស់ខ្ញុំគឺដាក់ជីងរ៉ូម្ដងអីចឹងទៅ
សម្ដែងហើយយ៉ាចូលលើប៉ែតើបើកសំឡេងឡើងគឺលឺសំឡេងព្រោះតែម្ដងនេះកំពុងតែចុះអាប់ខ្លាំងមែនតើតែយើងមើលអត់ឃើញអីទេអូភ្លេចដាក់វីដេអូពេលល្ងាចចុះគឺស្អាតតែម្ដងគឺឃើញថ្ងៃលិចយ៉ាងស្រស់ស្អាតហើយអ្វីដែលសំខាន់គឺយើងនៅលើភ្នំហ្នឹងគឺយើងមើលទៅឃើញសមុទ្រថៃមើលឃើញខាងថៃច្បាស់ហើយបើយើងមើលទៅខាងខ្មែរយើងវិញគឺបាំងភ្នំឲ្យមើលឃើញទេតែបើយប់ឡើងយើងមើលទៅខាងថៃគឺភ្លឺចែងចាំងតែម្ដងនេះកំពុងតែសម្ដែងម្នាក់សម្ដែងហើយចង់សម្ដែងទេសភាពគឺកន្លែងហ្នឹងត្រជាក់ដូចនៅតំបន់ពោលអញ្ចឹងហើយយើងធ្លាប់ឃើញតាមទូតាម Facebook អញ្ចឹងនៅតំបន់ពោលត្រជាក់ហ្នឹងត្រជាក់មែនតើនេះដោយសារខ្ញុំបានដាក់ស្រាទៅប្រហែលដបដែរដាក់ខំដៅសាច់ដុំអញ្ចឹងកុំអីចប់ខ្ញុំដេកមលូទេដោយសារវ៉ាន់របស់ខ្ញុំហ្នឹងគឺសើទាំងអស់ទាំងអាវទាំងអីទាំងអស់សើតិចគ្មានសល់ទេហើយមកមើលទេសភាពកន្លែងគឺថាអូយមាត់ជ្រុះមើលទៅឡើងចោតខ្លាំងមែនតើហើយទេសភាពគឺថាអូមើលឃើញសឹង90លើក្រេហើយគឺស្អាតទាំងថាយកអ្វីប្រៀបទៅមិនបានបើថាការធ្វើដំណើរវាហត់តិចមែនតែម្ដងកន្លែងនេះគឺមានអារម្មណ៍ថាស្រស់ស្រាយហ្មងហ្នឹងហើយកម្រងការថាទៅដល់ថ្មទាចំោះបារាំងអីនោះតែទៅដល់ទេមកដល់ត្រឹមនេះម្នាក់អស់ដៃអស់ជើងមែនតើហើយអ្វីដែលសំខាន់គឺខ្ញុំដេកភ័យថាអូយខ្ញុំចុះទៅមិនកើតទៅពេលចុះទៅវិញណាពេលយើងចុះទៅក្រោមវិញណាអូមកហ្នឹងគឺពិបាកមែនតើឮថាចុះពិបាកជាងនឹងដោយសារចុះយើងត្រូវប្រើកម្លាំងទប់ខ្លាំងចាប់ផ្ដើមដេកភ័យផងអផងហើយត្រូវខ្ញុំឡើងភ្នំជាលើកដំបូងហ្នឹងទាំងវីដេអូខ្ញុំមិនមានអីច្រើនទេគឺខ្ញុំកាត់ឲ្យអ្នកទាំងអស់គ្នាបានឃើញទេសភាពនៅក្នុងព្រះតែប៉ុណ្្នឹងទេហ្នឹងហើយមួយទៀតសម្រាប់អ្នកទៅក្នុងព្រះកុំភ័យទេខ្លាចរឿងអត់ទឹកមួយអត់ទឹកលេងគឺនឹងមានទឹកជ្រោះទឹកអីចឹងណាហើយនេះគឺជាចំោះបារាំងដែលកម្រងការបងទៅដល់ដែរតែមើលទៅឆ្ងាយណាស់នៅពេលណាដល់ទេចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះ